ហើយពីដើមគ្មានពេទ្យមានអីណាមកចាក់ថ្នាំចាក់អីអស់លុយទេចង់ប្រកបដោយខោទំនើបជឿចាខោទំនើបយល់ខ្ញុំយល់ហើយអមខ្ញុំយល់ហើយជំរាបសួរបងប្អូនអរគ្នាខ្ញុំចេះណាឥឡូវនេះខ្ញុំកំពុងតែមានបេសកកម្មមួយដើម្បីទៅរកអមចាស់ស្រីណាចាដែលគាត់ជាមនុស្សដែលឆ្លងកាត់ការមានកូនពពោះហើយចិញ្ចឹមកូនអីចឹងទៅហើយខ្ញុំចង់យល់ដឹងថាការដែលគាត់នៅពីក្មេងៗណាតើគាត់បានអនុវត្តបែបណានៅពេលកំឡុងពេលហ្នឹងចាហើយខ្ញុំចង់ប្រៀបធៀបថាអញ្ចេះថាឥឡូវហ្នឹងហើយនឹងពេលមុនហ្នឹងវាខុសគ្នាហើយនៅបើដូចគ្នាយ៉ាងម៉េចខ្លះអញ្ចឹងខ្ញុំសូមឲ្យបងប្អូនអរគ្នាទៅចូលរួមជាមួយខ្ញុំដើម្បីស្វែងយល់ទាំងអស់គ្នាសូមជើញនៅពេលទៅទងន់តើជីដូនជីតារបស់អ៊ំគាត់តែងទៅនិយាយរឿងអីគេខ្លះឲ្យតាមលើកធ្ងន់ដែលយើងមកខែពីខែធ្ងន់បែកវាលូតនឹងឈើវែងគេអត់ឲ្យអង្គុយទេលើឈើវែងអង្គុយឈើក្លែងញៀបនេះគេអត់ឲ្យអង្គុយទៅទឹងទេឲ្យបណ្ដោយដូចគ្នាអញ្ចឹងដោយសារហេតុអីអ៊ំដឹងហ៎តែពិបាកគេអត់កាត់ព្រួលកាត់ពិបាកយ៉ាងដេកទៅទឹងទៅកូនវាដេកកាត់ពិបាកបើយើងដេកបណ្ដោយទៀតទៅកូនវាស្រួលពោះណាគ្រាន់តែអង្គុយហ្នឹងទៅជាខាងក្នុងពោះនេះអាចបណ្ដឹងអាចបដោយចាស់ប្រាប់ចុះឯងចាដើមអូចាចំពោះការហូបចុកវិញអ៊ំថាមានតមអីអត់មានតមបាត់ជើងបើមកទេមកទេអូចាមកទេចាមកទេអត់ឲ្យហូបទេវារੂហូបទេឲ្យអង្គុយរបៀបអ៊ំស្លស្លុកហ្នឹងអ៊ំស្លបែបនេះថាចំនួនហូបតាមធម្មតាហូបតាមធម្មតាប៉ុន្តែថាបើថាបន្លែចេកអីទៅក៏ដាក់តែផ្ទៃចេកមួយមុខទៅតែមានចម្រោះបន្លែអត់ได้ចម្រោះទេបើថាតឡាចក៏តឡាចទៅហុងក៏ហុងទាំងស្រុកអត់ឲ្យហូបទេខជើងជ្រូកក៏ជើងជ្រូកឯងទៅអញ្ចឹងមិនឲ្យចម្រោះទេអត់ឲ្យទៅមូលហេតុអីដែរអ៊ំសំទោសថាมันយើងមិនហ៊ានចម្រោះអញ្ចឹងខ្លាចវាទើសហើយអ៊ំមានប្រសាសន៍រឿងទោះខ្ញុំឆ្ងល់បន្តិចដែរទោះហ្នឹងស្អីគេអ៊ំអត់ដឹងថាហូបចំណីហូបអីទៅវាឈឺចុកឈឺក្បាលទៅវាឈឺពុះឈឺអីទៅណាវាមុខវាការហើមដោះបើណាក់មិនក្លឹបដឹងអត់ដឹងហូបចំណីទោះហ្នឹងហើយអ៊ំត្រូវស្រាវជ្រាវឲ្យយល់ទៅដើម្បីដោះស្រាយបញ្ហាហ្នឹងបានអ៊ំមិនដើម្បីឲ្យវារាវវិញណាំឈើចាស់គេប្រាប់ថាទើសឲ្យបើឃើញចូលដល់តែមកឃើញទើសឆ្លត់ទៅចាអ៊ំឥឡូវហ្នឹងយើងនិយាយច្រើនហើយកាលពីគេហៅថាមកហឹកជំនាន់អ៊ំខ្លួនឯងណាចាចុះដល់បច្ចុប្បន្នឥឡូវនេះពេលដែលអ៊ំមានចៅខ្លួនឯងវិញណាតើការអនុវត្តហ្នឹងអ៊ំទៅកាត់នៅអនុវត្តរបៀបដែលអ៊ំធ្វើចំពោះខ្លួនឯងដែរពេលដែលជួយកូនណាឬក៏ដោយសារតែឥឡូវគេមានថ្នាំពេទ្យគេមានចេះគេមានចុះការហូបចុកឥឡូវគេហូបចម្រោះជាងមុនអីអញ្ចឹងចាគេបាន4 5ថ្ងៃគេធ្វើការហើយគេជិះម៉ូតូបានគេជិះម៉ូតូជំនិនខ្ញុំមកអត់បានជិះម៉ូតូទេអត់មានដាច់ទេគឺក្តិតទេប្រាប់អត់គេអត់គេជិះក្បិនចង់ក្បិនណាក្បិនបុកស្រូវចង់ក្បិនបាន3ថ្ងៃបុក3ថ្ងៃបុកហើយកូនដេកបុកស្រូវមិនហូបកំសិនដូចថ្ងៃណាអត់មានម៉ាស៊ីនដូចថ្ងៃនេះមេចិនឲ្យមកអីប៉ុននេះបុកហើយពេលកូនដេកចាប់ដើមបុកហើយជួយធ្វើមកទៅណាអត់អាចអត់ទោះបីថាខ្លួនកំពុងតែទៅតែសម្រាលហើយក៏ដោយក៏នៅតែត្រូវធ្វើការអត់មានណាធ្វើជីវភាពបន្តទៀតអត់មានណាធ្វើឲ្យនៅតែឯងកូននៅតូនដាច់ផ្ទៃពីដល់ថ្ងៃក៏បុកដែរអត់កូនដេកបុកស្រូវអត់ហ៊ានបុកដៃមួយខាងទេលើបុកដៃពីរជួបក្បាលជួបចង់ក្បិនវាជួបទៅចង់ក្បិនក្នុងបិណ្ឌកប់ក្បិនវាស្ពុតពីលើផ្សេងទៅបុកស្រូវក៏អាក្បិនហ្នឹងដូចយើងស្លៀកពីក្នុងឥឡូវអញ្ចឹងណាដូចយើងថ្ងៃមានខោទឹកនោមអូចាអូមិនអ៊ំអត់បញ្ជាក់ខ្ញុំអត់យល់ទេចង់ក្បិនចង់និយាយពីអីចាំក្បិនថ្ងៃគេមានខោទឹកនោមគេជួយអី
ដើម យើងគិតថាហ្នឹងក៏ពេលយើងខត់ទៅវាខ្លាចនេះអីចឹងណាអ៊ំណា បូនថ្មីវាគ្រូ នេះខ្សែងចេះទៅគឺយើងចង់ប្រកបទៅណា ចាអ៊ំ ច ចា ង់ប្រកបចេះទៅណា ចាអ៊ំ ចង់ប្រកបដោយខោទំនើបទី ចាចា ចា ចា អ យល់ខ្ញុំយល់ហើយអ៊ំខ្ញុំយល់ហើយហើយបន្តមកទៀតបានយើងសៀកអីមក លាកសពួតពីក្រៅ ខ្ញុំអរគុណណាស់ខ្ញុំអត់ដែលដឹងចាចាអត់ដែលជួប មិន ប្រ មាន ទេស ចង់ដូចខ្ញុំថានៅឃើញចេះទៅណា ចាយើងទុកវាឲ្យជាប់អញ្ចឹងណាអ៊ំចា ទៅណាកុំឲ្យគ្រូមកណា អ៊ំអញ្ចឹងខ្ញុំចង់សូមជាមតិយោបល់អ៊ំវិញថាពីចំនួនមុនហើយចំនួនឥឡូវការដែលអ៊ំអនុវត្តមកពីមុនមករវល់រហូតដល់អីហ្នឹងចាហើយនៅឥឡូវតើអ៊ំគិតថាស្អីទៅដែលជាគួរការដែលយើងអនុវត្តបន្តអ៊ំចា ថាមុនគឺថាវាបាក់ហើយណាដល់ក្រោយនេះជំនឿក្រោយនេះស្រួលហើយអត់ទៅពិបាកប្រហែលទេ អត់ដល់តស្រាយ បា បា ក់អត់ពិបាករត់មកបើអត់បាយទៅមកក៏ពេលណាបើកូនរៀងឆ្លងជំងឺទៅពេលស្រួលថ្ងៃណាគឺអត់ដូចពីដើមទេដូចថាពេលអារម្មណ៍ក៏មិនទៅងាករាយដូចពីដើមនេះថ្ងៃគឺថាស្រួលម្យ៉ាងហើយថ្ងៃចាអ៊ំចា វីដេអូមួយនេះគឺចង់ផ្ដោតទៅលើទំនៀមទម្លាប់នៃការអនុវត្តរបស់លោកអ៊ំដែលនៅក្នុងស្រុកក្នុងភូមិដែលវាបង្ហាញអំពីទម្លាប់នៃការអនុវត្តពីរផ្សេងគ្នាទី1គឺតកតងជាមួយនឹងការអនុវត្តតគ្នាដែលពួកយើងបានទទួលមកនឹងគឺជាច្រើនចំនួនមកហើយដែលពេលខ្លះយើងស្ដាប់ទៅវាពុំមានហេតុផលគ្រប់គ្រាន់សម្រាប់ឲ្យពួកយើងបន្តអនុវត្តដើម្បីជាប្រយោជន៍នោះទេឧទាហរណ៍ដែលស្ត្រីពោពោះត្រូវតែអង្គុយស្របជាមួយនឹងននៀបក្រែដើម្បីបង្ការការឆ្លងទន្លេបញ្ច្រាស់អីជាដើមផ្ទុយទៅវិញមានចំណេះដឹងឬក៏ទម្លាប់ជាច្រើនដែលវាក៏ជួយឲ្យពួកយើងអាចបន្តអនុវត្តដើម្បីជាប្រយោជន៍យើងផងដែរឧទាហរណ៍ដូចជាស្ត្រីក្រោយពេលសម្រាលគួរតែបន្តធ្វើកិច្ចការផ្ទះមួយចំនួនដើម្បីភាពរឹងមាំខាងផ្នែករាងកាយក៏ដូចជាបញ្ញាស្មារតីផងដែរហើយមួយទៀតដែលខ្ញុំសប្បាយចិត្តនឹងសិក្សាស្វែងយល់ជាមួយលោកអ៊ំផងដែរនោះគឺតាក់ទងជាមួយនឹងពាក្យមួយដែលយើងស្គាល់ទូទៅថាទាស់ដែលវាផ្ដោតទៅលើធំតាក់ទងជាមួយនឹងការបរិភោគអាហារហើយពួកគាត់ក៏បានបង្ហាញអំពីវិធីនៅក្នុងការបង្ការផងដែរបន្ទាប់ពីខ្ញុំបានយល់អំពីការអនុវត្តរបស់លោកអ៊ំតាំងពីច្រើនចំនួនមកហើយនេះធ្វើឲ្យខ្ញុំយល់ថានៅតែមានចំណេះដឹងដែលអ៊ំបានបង្កប់ជាច្រើនសម្រាប់ពួកយើងអាចនឹងយកមកបន្តអនុវត្តដើម្បីជាប្រយោជន៍ឲ្យពួកយើងដែលយើងអាចជ្រើសរើសបានប្រើប្រាស់វាឲ្យស្របទៅតាមពេលវេលាបច្ចុប្បន្នហើយទាំងអស់នេះវានឹងជួយឲ្យជីវិតរបស់ពួកយើងក៏ដូចជាសហគមន៍របស់ពួកយើងនឹងរស់នៅដោយភាពសម្បូរបែបនិងប្រកបដោយសុខុមាលភាព តែ